ជាបឋមនាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរលោកគ្រូសួស្តីបងនិងបងប្អូននិស្សិតទាំងអស់គ្នាជាទីស្រឡាញ់នាងខ្ញុំមកពីក្រុមទី2ដែលក្រុមទី2របស់នាងខ្ញុំមានប្រធានបទគឺតួនាទីនៃក្រមសីលធម៌វិជ្ជាជីវៈក្នុងការកាត់បន្ថយអាកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យហើយសមាជិកក្រុមទី2របស់នាងខ្ញុំមានចំនួន8នាក់ចានាងខ្ញុំជាសមាជិកទី1ដែលសូមរៀបរាប់ពីមេតិកាហើយសូមជម្រាបសួរលោកគ្រូម្ដងទៀតនាងខ្ញុំឈ្មោះឈិនចិន្តាហើយសេចក្តីផ្ដើមរបស់នាងខ្ញុំគឺមាន5ទី1គឺនិយមន័យនៃក្រមសីលធម៌វិជ្ជាជីវៈ2និយមន័យនៃទូនីតិរបស់មន្ត្រីការិយាធិបតេយ្យ3អាកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យ4ទូនីតិនៃក្រមសីលធម៌វិជ្ជាជីវៈក្នុងការកាត់បន្ថយអាកប្បកិរិយាមិនល្អ5ដំណោះស្រាយនិងអនុសាសន៍ចុងបញ្ចប់គឺសេចក្តីសន្និដ្ឋានសេចក្តីផ្ដើមការិយាធិបតេយ្យមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដើម្បីឲ្យការបំពេញការងារប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងភាពយុត្តិធម៌មន្ត្រីការិយាធិបតេយ្យត្រូវប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈជាគោលការណ៍និងបទដ្ឋានដែលណែនាំឲ្យមន្ត្រីប្រព្រឹត្តខ្លួនប្រកបដោយសុចរិតភាពការទទួលខុសត្រូវភាពស្មោះត្រង់និងការគោរពច្បាប់ទោះជាយ៉ាងណានៅក្នុងការអនុវត្តការងារជាក់ស្ដែងនៅតែមានមន្ត្រីមួយចំនួនបង្ហាញអាកប្បកិរិយាមិនសមរម្យដូចជាការប្រើអំណាចមិនត្រឹមត្រូវការប្រព្រឹត្តអំពើពុករលួយការរើសអើងឬការមិនទទួលខុសត្រូវក្នុងការបំពេញភារកិច្ចអាកប្បកិរិយាទាំងនោះប៉ះពាល់ដល់ប្រសិទ្ធភាពការងារនិងធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋហេតុនេះហើយក្រមសីលធម៌វិជ្ជាជីវៈមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារឥរិយាបថការលើកកម្ពស់សុចរិតភាពនិងការកាត់បន្ថយអាកប្បកិរិយាមិនល្អរបស់មន្ត្រីរាជការមន្ត្រីការិយាធិបតេយ្យដើម្បីធានាឲ្យការបម្រើសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពនិងទទួលបានការជឿជាក់ជឿទុកចិត្តពីប្រជាពលរដ្ឋជាកិច្ចបន្តនាងខ្ញុំសូមទៅបញ្ជូនសូមផ្ដល់ទៅមិត្តរួមសមាជិកក្រុមធ្វើការបន្តបកស្រាយពីកិច្ចបន្ទាប់ខ្ញុំសូមបកស្រាយបន្ថែមមុននឹងបកស្រាយបន្ថែមខ្ញុំត្រូវណែនាំឈ្មោះជាមុនខ្ញុំបាទឈ្មោះអ៊ុតសីហាមកពីក្រុមទី2និយាយបកស្រាយនៅចំណុចទី1និយមន័យនៃក្រមសីលធម៌វិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈដើរតួជាត្រីវិស័យនិងក្របខ័ណ្ឌវិន័យដ៏សំខាន់ក្នុងការទប់ស្កាត់អំពើពុករលួយនិងការកាត់បន្ថយអាកប្បកិរិយាមិនល្អរបស់មន្ត្រីអាកប្បកិរិយាធិបតេយ្យតាមរយៈការកំណត់ស្តង់ដារឥរិយាបថច្បាស់លាស់លើកកម្ពស់តម្លាភាពនិងការធានាថាសេវាសាធារណៈត្រូវបានផ្ដល់ជូនដោយស្មោះត្រង់និងមិនលំអៀងជាកិច្ចបន្ទាប់ខ្ញុំសូមលើកទៅមិត្តរួមក្រុមបន្ថែមទៀតជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះចំវិជ្ជឌីមកពីក្រុមទី2នាងខ្ញុំមកបកស្រាយចំណុចបន្តពីសមាជិកក្រុមរបស់នាងខ្ញុំនិយាយអំពីចំណុចទី2និយមន័យនិងទូនាទីរបស់មន្ត្រីការិយាធិបតេយ្យមន្ត្រីការិយាធិបតេយ្យឬក៏មន្ត្រីរាជការមានទូនាទីស្នូលក្នុងការអនុវត្តគោលនយោបាយរដ្ឋបាលគ្រប់គ្រងកិច្ចការសាធារណៈនិងការធានាឲ្យរដ្ឋដំណើរការប្រកបដោយនិរន្តរភាពពួកគេដើរតួជាក្បាលម៉ាស៊ីនបម្រើសេវាជូនប្រជាពលរដ្ឋនិងជាស្ពានចម្លងរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលតួនាទីរបស់មន្ត្រីការិយាធិបតេយ្យមានដូចជា1ការអនុវត្តគោលនយោបាយនិងច្បាប់បំលែងគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលទៅជាសកម្មភាពជាក់ស្ដែងដើម្បីធានាឲ្យការរៀបចំរដ្ឋបាលមានភាពរលូន
2. ការផ្តល់សេវាសាធារណៈបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជាការផ្តល់សេវារដ្ឋបាលលិខិតស្នាមការផ្តល់សេវាតាមតម្រូវការទីផ្សារនិងសេចក្តីត្រូវការរបស់សង្គមទី3ការរៀបចំផែនការនិងការគ្រប់គ្រងធនធានធ្វើការវិភាគរៀបចំគម្រោងថវិកានិងគ្រប់គ្រងធានាសាធារណៈឲ្យចំគោលដៅដើម្បីជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច 4. ការបំពេញកិច្ចការតាមឋានានុក្រមកាតព្វកិច្ចដោយទំនួលខុសត្រូវរាយការណ៍និងអនុវត្តបទបញ្ជាពីថ្នាក់លើខណៈពេលដែលថ្នាក់ក្រោមអាចផ្ដល់យោបល់និងលើកសំណើបានចំណុចចុងក្រោយការធ្វើអធិការកិច្ចនិងវាយតម្លៃរកឃើញនៅចំណុចខ្វះខាតនិងចំណុចដែលអនុវត្តបានល្អស្របតាមច្បាប់ដើម្បីកែលម្អងការងារឲ្យកាន់តែមានប្រសិទ្ធភាពក្រមសីលធម៌និងអាកប្បកិរិយាគួរតែប្រើរបស់មន្ត្រីការិយាធិបតេយ្យមានចំនួន10ទី1ការគោរពឋានានុក្រមការគោរពការចាត់តាំងការគោរពវិន័យការងារការរក្សាសីលធម៌ការរក្សាសុចរិតភាពការរក្សាភក្តីភាពការរក្សាឥរិយាបថការរក្សាអព្យាក្រឹតភាពការរក្សាអត្តភាពនិងការគោរពពេលវេលាជាបន្តនាងខ្ញុំសូមផ្ទេរទៅដល់សមាជិកក្រុមរបស់នាងខ្ញុំបន្តចាសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះរស្រីអូនហើយនាងខ្ញុំមកបន្តពីសមាជិកក្រុមរបស់ខ្ញុំនិយាយអំពីចំណុចទី3ទាក់ទងទៅនឹងអាកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យអាកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យគឺជាបញ្ហាប្រឈមដែលជាឥទ្ធិពលអវិជ្ជមានតែផ្ទាល់ទៅលើដំណើរការនៃការអភិវឌ្ឍសង្គមនិងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តដើម្បីឲ្យយល់ឲ្យបានស៊ីជម្រៅយើងអាចបែងចែកអាកប្បកិរិយាទាំងនោះជា3ចំណុចធំមួយគឺតកតងទៅនឹងអាកប្បកិរិយាដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារ1ការអូសបន្លាយពេលពន្យាពេលឯកសារដែលគ្មានមូលហេតុត្រឹមត្រូវ2ភាពអសកម្មមន្ត្រីដែលបោះបង់ចោលការទទួលខុសត្រូវមិនព្រមដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋដោយយោងទៅលើនីតិវិធីស្មុគស្មាញឬក៏បោះឲ្យគ្នា3កង្វះគំនិតផ្ដួចផ្ដើមការធ្វើការងារតាមទម្លាប់ចាស់កម្រិតដែលមិនព្រមសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរថ្មីដែលធ្វើឲ្យការងាររដ្ឋបាលយឺតយ៉ាវ2អាកប្បកិរិយាដែលពាក់ព័ន្ធនឹងក្រមសីលធម៌និងអំណាចអំពើពុករលួយនិងការទាមទារកម្រៃក្រៅផ្លូវការដើម្បីឲ្យការងារដំណើរការបានលឿនឬក៏ទាមទារកម្រៃលើសពីការកំណត់បពុនិយមការសម្រេចចិត្តផ្ដល់ឱកាសការងារឬសេវាដែលផ្អែកទៅលើការស្គាល់ចិត្តគ្នាជំនួសឲ្យការផ្អែកទៅលើសមត្ថភាពឬលក្ខខណ្ឌរបស់ច្បាប់អំណាចនិយមការប្រើប្រាស់ទូនាទីដើម្បីគម្រាមកំហែងឬបង្ហាញអំណាចលើពលរដ្ឋជាជាងទូនាទីដែលជាអ្នកបម្រើសាធារណៈចាជាកិច្ចបន្តនឹងខ្ញុំសូមបន្តឲ្យសមាជិកក្រុមបន្តចាជាបន្តខ្ញុំសូមគោរពដល់លោកគ្រូខ្ញុំឈ្មោះម៉ាប៉េឡុនមកពីក្រុមទី2មកបកស្រាយបន្តអំពីរួមក្រុមចំណុចទី3អាកប្បកិរិយាដែលពាក់ព័ន្ធនឹងទំនាក់ទំនងសង្គមការរើសអើងការផ្ដល់សេវាខុសគ្នាទៅតាមកម្រិតជីវភាពអត្តសញ្ញាណគឺមុខមាត់របស់អ្នកស្នើសុំសេវាអាកប្បកិរិយាអសុរោះការនិយាយស្ដីមិនសមរម្យការប្រើពាក្យសម្ដីគំរោះគំរើយឬការមិនគោរពដល់ពលរដ្ឋដែលមកទទួលសេវាបញ្ហាទាំងនេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាមានឫសគល់មកពីវប្បធម៌ការិយាធិបតេយ្យជាន់ថ្នាក់រចនាសម្ព័ន្ធដែលមានកម្រិតថ្នាក់ច្រើនពេកបង្កើតឲ្យមានការទទួលខុសត្រូវមិនច្បាស់លាស់កង្វះដំណាភៀបនៅពេលដែលនីតិវិធីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈហើយបានច្បាស់មន្ត្រីមានឱកាសបកស្រាយច្បាប់តាមចិត្តចង់ជំនួសការត្រួតពិនិត្យមិនសកម្មនៅពេលដែលអ្នកប្រព្រឹត្តខុសមិនត្រូវបានដាក់វិន័យឲ្យឃើញជាគំរូវានឹងបង្កើតជាវប្បធម៌មិនចេះខ្លាចផ្នត់គំនិតម្ចាស់ការមន្ត្រីមួយចំនួននៅតែយល់ថាខ្លួនជាម្ចាស់លើពលរដ្ឋមិនមែនជាអ្នកផ្ដល់សេវាជូនពលរដ្ឋទេជាកិច្ចបន្ទាប់សូមឲ្យមិត្តរួមក្រុមបកស្រាយបន្ត
ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះចូលសម្បត្តិសូមបន្តពីសមាជិកក្រុមរបស់ខ្ញុំនៅចំណុចទី4ទូនីតិនៃក្រមសីលធម៌វិជ្ជាជីវៈក្នុងការកាត់បន្ថយអកប្បកិរិយាមិនល្អក្រមសីលធម៌វិជ្ជាជីវៈដើរតួជាត្រីវិស័យនិងជាក្របខ័ណ្ឌវិន័យដ៏សំខាន់ក្នុងការទប់ស្កាត់អំពើពុករលួយនិងការកាត់បន្ថយអកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យតាមរយៈការកំណត់ស្តង់ដារឥរិយាបថច្បាស់លាស់ការលើកកម្ពស់តម្លាភាពនិងការធានាសេវាសាធារណៈត្រូវបានផ្ដល់ជូនដោយភាពស្មោះត្រង់និងមិនលំអៀងតួនាទីស្នូលទាំងនេះរួមមានការកំណត់ស្តង់ដារឥរិយាបថច្បាស់លាស់ផ្ដល់នូវគោលការណ៍ណែនាំជាក់លាក់អំពីអ្វីដែលមន្ត្រីត្រូវធ្វើនិងមិនត្រូវធ្វើដែលជួយលុបបំបាត់ការប្រព្រឹត្តអំពើពុករលួយដូចជាការទារសំណូកឬការប្រើអំណាចផ្ដាច់ការពង្រឹងការទទួលខុសត្រូវនិងតម្លាភាពតម្រូវឲ្យមន្ត្រីបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះមុខច្បាប់និងសាធារណជនដែលកាត់បន្ថយការលួចបន្លំឬកេងប្រវ័ញ្ចផលប្រយោជន៍ផ្ទាល់ខ្លួនលើកកម្ពស់អព្យាក្រឹតនិងភាពស្មោះត្រង់ធានាការសម្រេចចិត្តនានាធ្វើឡើងផ្អែកលើច្បាប់និងតម្រូវការជាក់ស្ដែងដោយមិនរើសអើងបព្វនិយមឬទទួលរងឥទ្ធិពលពីខាងក្រៅបង្កើនការទុកចិត្តពីសាធារណជននៅពេលមន្ត្រីអនុវត្តក្រមសីលធម៌បានល្អប្រជាពលរដ្ឋនឹងមានជំនឿទុកចិត្តលើស្ថាប័នរដ្ឋនិងផ្ដល់សេវាសាធារណៈការទប់ស្កាត់ចំនួនផលប្រយោជន៍ក្រមសីលធម៌តម្រូវឲ្យមន្ត្រីប្រកាសទ្រព្យសម្បត្តិឬជៀសវាងការសម្រេចចិត្តលើករណីដែលខ្លួនមានផលប្រយោជន៍ពាក់ព័ន្ធការបង្កើតវប្បធម៌សុចរិតភាពវាជួយកាត់បន្ថយការផ្ដល់ឬទទួលសំណូកដោយពង្រឹងមនសិការមន្ត្រីឲ្យយល់ពីតម្លៃនៃភាពស្មោះត្រង់ការស្ដារកេរ្តិ៍ឈ្មោះស្ថាប័ននៅពេលមន្ត្រីគោរពតាមក្រមសីលធម៌រូបភាពនៃស្ថាប័ននឹងកាន់តែល្អប្រសើរដែលនាំឲ្យសាធារណជនមានទំនុកចិត្តនិងចូលរួមសហការជាមួយរដ្ឋបាលកាន់តែខ្លាំងសូមបន្តឲ្យសមាជិកក្រុមរបស់ខ្ញុំបន្តជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះចំវិជ្ជការសូមបន្តពីមិត្តរួមក្រុម5ដំណោះស្រាយនិងអនុសាសន៍ដើម្បីកាត់បន្ថយអកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យនិងលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឲ្យមានប្រសិទ្ធភាពគួរអនុវត្តដំណោះស្រាយនិងអនុសាសន៍ដូចខាងក្រោម1ពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលអំពីក្រមសីលធម៌វិជ្ជាជីវៈជាប្រចាំដើម្បីឲ្យមន្ត្រីយល់ដឹងអំពីទូនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន2អនុវត្តច្បាប់និងវិន័យឲ្យម៉ឺងម៉ាត់ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើផ្ទុយពីក្រមសីលធម៌ដោយមិនលើកលែងឬរើសអើង3ពង្រឹងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃការបំពេញការងាររបស់មន្ត្រីឲ្យមានតម្លាភាពគណនេយ្យនិងប្រសិទ្ធភាព4លើកកម្ពស់វប្បធម៌សុចរិតនិងសេវាសាធារណៈដោយជំរុញឲ្យមន្ត្រីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ការគោរពច្បាប់និងបម្រើប្រជាពលរដ្ឋផ្ដល់រង្វាន់និងការលើកទឹកចិត្តដល់មន្ត្រីដែលមានការអនុវត្តក្រមសីលធម៌ល្អនិងមានស្នាដៃក្នុងការបំពេញការងារដើម្បីជាគំរូដល់អ្នកដទៃ6បង្កើនការចូលរួមពីសាធារណជនក្នុងការតាមដានវាយតម្លៃនិងការផ្ដល់មតិយោបល់លើការផ្ដល់សេវារបស់មន្ត្រីដើម្បីធានាតម្លាភាពនិងទំនុកចិត្តពីប្រជាជនជាកិច្ចបន្តសូមផ្ទេរឲ្យមិត្តរួមក្រុមរបស់ខ្ញុំជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះងាត់ជំនីមកពីក្រុមទី2សូមបន្តបកស្រាយពីមិត្តរួមក្រុមសេចក្តីសន្និដ្ឋានជាសរុបក្រមសីលធម៌វិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការកាត់បន្ថយអកប្បកិរិយាមិនល្អរបស់មន្ត្រីការិយាធិបតេយ្យដោយលើកកម្ពស់ភាពសុចរិតការទទួលខុសត្រូវវិន័យនិងតម្លាភាពក្នុងការបំពេញការងារការប្រកាន់ខ្ជាប់ក្រមសីលធម៌ជួយពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងរួមចំណែកដល់ការកសាងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាពនិងអភិបាលកិច្ចល្អអត្ថបទនេះដែរ
ដកឯកសារយូរម្ដងខ្ញុំដកស្រង់ចេញពី search នៅតាម Google ជាមួយនឹងមិត្តរួមក្រុមទាំងអស់គ្នាខ្ញុំសូមអរព្រះគុណនិងសូមអរគុណប្រសិនបើមានចំណុចណាខ្វះខាតខ្ញុំសូមអភ័យទោសខ្ញុំសូមអធិស្ឋានផងមកក្រុមរបស់ខ្ញុំបកស្រាយមិនបានល្អ